នេះគឺជាការពិតបើទៅបាត់តែយើងមកដល់នេះគឺយើងចង់សួរចាំដឹងចុះហេតុអ្វីបានជានឹងឯងទៅធ្វើយ៉ាងដូចនេះនឹងឯងបានដឹងដែរតើថាផ្លូវនឹងហេតុម្ដាយរបស់នឹងឯងលប់ដើរចុះហេតុអ្វីបានជានឹងឯងនៅតែដើរផ្លូវនឹងទៀតដូចពាក្យចាស់ថាស្រុកឈើជ្រុះមិនឆ្ងាយពីគុណតែនឹងឯងនេះប្រកាសជាធ្វើទៅធ្វើអាក្រក់ដូចជាម្ដាយនឹងឯងចេះជាម្ដាយថ្ងៃនេះនឹងថ្ងៃក្រោយធ្វើជារឹកពីថោកពីចាក់តែជឿនេះថាខ្ញុំចិត្តឲ្យគាត់ម៉ែជួយនិយាយបុកខឹងខ្ញុំហើយម៉ែខ្ញុំមិនដឹងជួយឯងយ៉ាងណាទេឯងគួរណាស់តែយកសម្ដីខ្ញុំហើយនឹងពុករបស់ឯងចិត្តទៅថាគេនិយាយនេះមានន័យយ៉ាងម៉េចហើយគេចង់និយាយឲ្យឯងល្អឬក៏អាក្រក់ខ្ញុំអត់បានធ្វើខុសទេម៉ែស្ទេលោកថ្ងៃមរណាអ្វីបាត់ស្នេហ៍ម៉ែខ្ញុំអត់ខាន់ស្លាព្រោះតែយីតាលោកមិនមេត្តាមិនសំគុំព្រោះម៉ែខ្ញុំក្រចោលគ្នាស្អប់ម៉ែខ្ញុំឲ្យម៉ែខ្ញុំរស់រងទុកធំក្រៀមក្រំលុកសោជីវិតគ្រប់គ្នាមិនស្រណុកមិនគិតណាអ
ណិតថាម៉ែខ្ញុំជាសាច់ញាតិកាត់កាលម៉ែខ្ញុំមិនអាណិតណារួតរឹតបន្ទោថាម៉ែខ្ញុំខំម៉ែអើយកូនតាំងចិត្តណែតស៊ូទុកវេទនីកូនបដោខិតខំតស៊ូបដិញ្ញាមិនអោយគេឌៀនទៀតណាសំឌីចាំសម្ដីម៉ែណាកូនពុកនឹងម៉ែជាបងប្អូនជាដូនមួយបង្កើតកូនអើយតែម៉ែចិត្តងាយស្រឡាញ់គ្នាជាមួយឧបករណ៍រហូតដល់មានកូនឯងនៅក្នុងផ្ទៃរំលងពីប្រពៃណីណានេះទីបំផុតយាយតារបស់កូនដាច់ម៉ែចេញពីផ្ទះនៅថ្ងៃចូលឆ្នាំទី1កូនដឹងទេធ្វើឲ្យកូនអត់បានស្គាល់មុខឪពុកស្រីចិត្តងាយដូចជារូបម៉ែទីបំផុតលឹកលើងដោយខ្លួនឯងឪពុកកូនត្រូវរៀបការតាមឪពុកម្ដាយរបស់កូនជ្រើសរើសនារីម្នាក់ដែលគេស័ក្តិសមរៀបការជាមួយនឹងឪពុកកូនកូនអើយកុំកាត់តាមម្ដាយណាកូនណាសន្យាមកណានេះរំលឹកត្រឡប់ឲ្យម្ដាយកុំឲ្យគេទៀនថាស្លឹកឈើជ្រុងមិនឆ្ងាយពីគល់អក្រក់ពីម្ដាយរសាយដល់កូនតស៊ូណាកូនណាកុំឲ្យដូចម្ដាយទៀតតស៊ូណានេះតស៊ូណាកូនម៉ែមិនសាប់ចោលកូនច្រើនឆ្នាំមិនដល់របស់ម៉ែខ្ញុំអត់ដែលភ្លេចសំបីមួយម៉ាត់ខ្ញុំខំណាស់ម៉ែរក្សាចរិតមាយាទឲ្យថ្លៃថ្នូរកុំឲ្យគេដេកថាម៉ែយ៉ាងម៉េចកូនបែបហ្នឹងខ្ញុំខំយ៉ាងណាក៏គេនៅតែទាយទុកដែរម៉ែអើយម៉ែគេចិត្តងាយចាំមើលមាយាទវានឹងដូចម៉ែវាអញ្ចឹងម៉ែអើយខ្ញុំនៅទីនេះដំបងខ្ញុំមកឆ្អែតខ្ញុំសម្រាប់ស្រួលព្រោះកៅភ្នែកពុកសំណាងនឹងម៉ែចរិយាសម្លឹងកូនដោយក្តីស្រឡាញ់តែអំបញ្ញមិញនេះគាត់សម្លក់កូនកៅភ្នែកគាត់សម្លឹងខ្ញុំមិញនេះខ្ញុំមកបាយគាត់ឡើងកើតហើយម៉ែមែនហើយបើខ្ញុំរស់នៅទីនេះខ្ញុំមានបាយហូបមានកន្លែងសម្រាប់ស្រួលប៉ុន្តែខ្ញុំក៏នៅតែលើពាក្យគេដៀលម៉ែខ្ញុំឲ្យខ្ញុំស្ដាប់ម៉ែខ្ញុំមិនមែនសាច់ឆ្ងាយទេម៉ែខ្ញុំជាសាច់ញាតិខ្ញុំទទួលថាម៉ែខ្ញុំខុសតែបើម៉ែខ្ញុំមានទ្រព្យគេពិតជាសុំក៏មិនម៉ែខ្ញុំទោះបីម៉ែខ្ញុំជិលខុសក៏ដោយនឹងហើយមកពីក្រព្រោះតែពីមក្រនឹងហើយទៅគេបង្រួតពុកនឹងម៉ែខ្ញុំមិនអីទេម៉ែពុកសំណាងម៉ែចរិយាគ្រឿងអលង្ការសម្លៀកបំពាក់ស្អាតដែលលោកឲ្យកូនខ្ញុំសូមប្រគល់ឲ្យលោកទាំងពីរវិញគ្រឿងអលង្ការនិងសម្លៀកបំពាក់ស្អាតគ្រាន់តែសម្ភារវៈលម្អកាយខាងក្រៅតែប៉ុណ្ណោះធាតុបរិបត្តិក្នុងកាយថ្លៃថ្នូរឬក៏ថោកទាបសំខាន់លើចិត្តទេហើយយើងចង់ឲ្យអ្នកដទៃឲ្យតម្លៃយើងតើតែខ្លួនឯងចេះឲ្យតម្លៃខ្លួនឯងជាមុនសិនម៉ែកូននឹងតស៊ូតាមម៉ែប្រាប់លះហើយពុកសំណាងម៉ែចរិយាខ្ញុំនឹងរស់ដោយព្រាមទាំង10របស់កូននឹងតស៊ូក្នុងជីវិត
ក៏កូនសុខចិត្តដែរកូននឹងតស៊ូ មើលកូនប្រុសរបស់ឯងទៅសម្រាប់រហូតដល់ពេលស្មានហើយមកតបទៀតឯងដាស់គេសួរទៅមើល ថាវ៉ាន់ម៉ែមានរកនិយាយជាមួយនឹងកូនតាជ ក្រោកឡើងកូនអូ ដៅខ្លួន សវ័នក្តៅខ្លួនណា ដៅខ្លួនយ៉ាងម៉េចកូន មើលឯងចូលទៅស្ទាបបន្តិចមើលមិនទៅហើយខ្ញុំងើបអត់រួចមកពីខ្ញុំក្តៅខ្លួន ដៅខ្លួនម៉ែសុំទៀតតិចមើលកូនមើល មានអីសាច់តិចឆឹងហ្នឹងអើតិចក្រៅតែវាក្តៅក្នុងអូយมันកើតឃើញម៉ៃនេះទៅរកថ្នាំយកមកជាបាយទៅល្ងាក្តៅអីល្ងាអូក្តៅល្ងាទៀតអីម៉ៃនេះมันកើតទេឲ្យទៅតាមពេទ្យមកណាទៅតាមពេទ្យទៅមកចាក់ថ្នាំចាក់សរោមឲ្យវាទៅណា ចាំណា តាមពេទ្យចាក់ថ្នាំអត់ទេខ្លាចជុលបើខ្លាចមិនជុលក៏ទៅយកថ្នាំយកមកលេបដែរ លេបឆ្នាំកូនលេប លេបថ្នាំអត់ចូលមកក៏លេបថ្នាំមិនចូលបាច់ចាក់បាច់លេបទេចាក់លើធ្វើឲ្យពុកធ្វើដែរវិធីណាវិញអញ្ចឹងដឹងធ្វើមិនទេឲ្យតែដាក់ត្រូវឡូវជាឡូវក្តៅអានេះអូក្តៅអានេះអញ្ចឹងបាទអូបើអញ្ចឹងមានតែថ្នាំបុរាណទេ អូឆ្នាំបុ បើអញ្ចឹងពុកមានថ្នាំណាកូនបើគាត់ទៅពុកយកថ្នាំទៅមកកូនឯងដាក់ប្រកាសជាជែកឈឹងតាមដល់ណាកូនណាអូមានថ្នាំបុរាណ រាណយកឆ្នាំមក ថ្នាំបុរាណថ្នាំអីក៏ដាក់បាត់ដែរ អត់អីទេកូនពុកទៅយកឆ្នាំបុរាណមកហើយ ក្តៅអាងារ ដឹងតែពីបាត់ ក្តៅអាងារថ្នាំបុរាណអីក៏បាត់ដែរជាហើយកូនហ្នឹងគឺជាឱសថបុរាណទង្វើដែលកូនឯងកំពុងតែធ្វើនេះនឹកស្មានតែពុកមិនដឹងមិនទេគឺជាមិនឯងក៏របស់ឯងទេឯងមិនបានជឿអ្វីទាំងអស់ជាហើយឲ្យតែឆ្នាំឡឹងយកឯងទៅឈឺទៀតដូចជាហើយឥឡូវនេះស្ដាប់ពុកស្ដាប់អីគេការសិក្សារបស់ឯងគឺដូចស្ទើរខ្លាំងណាស់ពុកចង់ឲ្យឯងទៅបំពេញនៃការសិក្សានិងឯងសិក្សាទៅរៀនបានប្រយោជន៍អីទៅពុកហើយដើម្បីបានជាឯងទៅថាទៅរៀននេះគ្មានបានប្រយោជន៍និងគ្មានបានលទ្ធផលបែបនេះប្រយោជន៍អីពុកឯងនិយាយមកគឺជាអនាគតរបស់ឯងកាលណាតែកូនឯងរៀនចេះដឹងនៅពេលដែលកូនឯងទៅរៀននៅស្រុកឆ្ងាយកូនឯងបានរៀនចេះចប់សពគ្រប់បានសញ្ញាបត្រយកមកឲ្យពុកនៅពេលនោះកូនឯងចង់បានអ្វីពុកនឹងមកនឹងបំពេញបំណងឯងគ្រប់ពេលវេលាទាំងអស់ មិនមែនណាកូននេះកូនបានសញ្ញាបត្រមកឲ្យពុកម៉ែ នេះពុកឯងម៉ែសន្យាជាមួយខ្ញុំមកម្ល៉េះនេះពុកបានសន្យាពុកនេះឲ្យតែកូនឯងបានរៀនពូកែនឹងចេះចប់សពគ្រប់បំណងបើសិនជាខ្ញុំរៀនចប់ខ្ញុំប្រឡងជាប់ខ្ញុំមានសញ្ញាបត្រយកមកឲ្យពុកឯងម៉ែពុកម៉ែបើសិនជាខ្ញុំចង់បានអីលោកទាំងពីរប្រកាសជាឲ្យខ្ញុំឲ្យតតែបានណាគឺប្រកាសជាបំពេញបំណងឲ្យកូនបានមិនបាច់ទៅពុកឯងម៉ែស្ដាប់សម្ដីរបស់ខ្ញុំណាបើចាំខ្ញុំធ្វើដំណើរទៅសិក្សាចុះខ្ញុំនឹងខំប្រឹងសិក្សាខ្ញុំបដូរចរិតបដូរនិស័យរបស់ខ្ញុំរៀនឲ្យចប់ប្រឡងឲ្យជាប់យកសញ្ញាបត្រយកមកឲ្យពុកឯងម៉ែតែពេលនោះខ្ញុំចង់បានអីត្រូវតែបានហ្នឹងណាពុកមិនអត់ទេ ចឹងខ្ញុំក៏ទៅពេលណាគឺទៅក្នុងពេលថ្ងៃស្អែកនេះតែម្ដងណាកូនចឹងហ៎បើអញ្ចឹងខ្ញុំលាម៉ែខ្ញុំលាពុកឯណាទៅចុះណាកូនខ្ញុំលាហើយទៅចុះខំរៀនណាកូនខំរៀនម៉ែវិញឥឡូវនេះយើងបានដកបន្លាជិះពីដើមទ្រូងរបស់យើងរួចហើយដំណោះដោះស្រាយនៅគ្រួសាររបស់យើងត្រូវតែមានបន្តទៀតជាមួយនឹងនេះតាមមកពីពេលនោះរឿងអស់ទាំងនេះតាំងដល់អ្នកក្រៅនោះប្រកាសជាមានការអាសន្នជាមិនខានឡើយចាកូនរកឯកទៅ
តែស្ដីថាបន្តិចបន្តួចដើម្បីជាកាយលំអមិនឲ្យវាដើរផ្លូវទៅម្ដាយរបស់វាទីបំផុតបែរជាវាចាក់ចេញពីផ្ទះដោយមិនបានប្រាប់ខ្ញុំដែលជាអាណាព្យាបាលរបស់វាចាកូនស្អីចេះហើយឥឡូវនេះខ្ញុំជម្រាបសួរបងស្មីល្អហើយខ្ញុំនឹកបងណាបងខ្ញុំមានភាពកក់ក្ដៅក្នុងជីវិតណាព្រោះខ្ញុំគិតថាកូនរបស់ខ្ញុំមករស់នៅទីនេះជាមួយបងកូនរបស់ខ្ញុំប្រកាសបានសុខខ្ញុំនឹកសម្លេងកូនរបស់ខ្ញុំណាបងដឹងទេពេលនេះខ្ញុំមានរបស់ផ្ញើកូនរបស់ខ្ញុំផងឬចាស់សម្លេងកូនខ្ញុំទៅណាបងមិនបានខ្ញុំមិនឃើញរបស់កូនខ្ញុំមកទទួលខ្ញុំអញ្ចឹងនេះខ្ញុំចង់ជួបកូនរបស់ខ្ញុំណាបងអឺបាទបងជឿជាក់ថាឯងប្រកាសជាមានការនឹករលឹកដល់កូនរបស់ឯងមិនខំទេបងអើយដូចខ្ញុំនឹកកូនរបស់ខ្ញុំនោះនៅពេលដែលរាល់សប្តាហ៍ពេលឯងត្រឡប់មកពីជាមួយវិញកូនស្រីរបស់ឯងម្នាក់នេះតាំងតែរត់ទទួលឯងទីបំផុតនៅពេលលើកនេះនៅពេលដែលឯងឈានជើងចូលមកដល់ក្នុងវិញ្ញាណរបស់បងបែរជាគ្មានឃើញកូនរបស់ឯងមករត់ទទួលឯងទេរត់ដល់ឯងសួររកមិនអីទេបងនឹងប្រាប់ឯងតាមត្រង់ទៅចុះកូនស្រីរបស់ឯងម្នាក់នេះកំពុងតែដើរទៅផ្លូវម្ដាយរបស់គេហើយណាបងស្មាននេះបងកំពុងតែនិយាយព្រឹកអីខ្ញុំស្ដាប់មិនយល់ទេកូនរបស់ខ្ញុំទៅមកសំដែងកូនរបស់ខ្ញុំទៅមកប៉ាត់មែនហើយដូចជាបងឯងនិយាយអញ្ចឹងព្រោះឯងតែយើងទាំងពីរនាក់ឃើញយើងដើរផ្លូវមិនល្អយើងទាំងពីរនាក់គ្រាន់តែណែនាំហើយនឹងស្ដីបន្ទោសឲ្យនឹងបន្តិចបន្តួចប៉ុន្តែពេលនេះរៀងចេញពីផ្ទះនេះបាត់ទៅហើយហើយគេមិនបានពួកយើងទេសំដែងកូនរបស់ខ្ញុំសំដែងកូនរបស់ខ្ញុំចេញពីទីនេះបាត់ហើយមែនទេជាការពិតគ្រាន់តែបងស្ដីថាបន្តិចបន្តួចបែរជាកូនរបស់ឯងចាក់ចេញពីផ្ទះនេះបាត់ហើយតែមិនបានប្រាប់បងមិនបាត់ទេមិនបាត់ទេសំដែងកូនរបស់ខ្ញុំមិនដែលជាមនុស្សបែបនេះទេក្នុងអារម្មណ៍ទៅអូសុំបាយតបងក៏សោកស្ដាយហើយកូនរបស់ខ្ញុំខ្លាចទៅជាមនុស្សបែបនេះមិនបាត់ទេឈាមច្រើនយ៉ាងដូចនេះអាចមិននិយាយច្រើនពេកទេបងមនុស្សខ្ញុំអភ័ព្វណាស់មានពុកមានម៉ែគ្រួសារមានទ្រព្យសម្បត្តិក៏ប៉ុន្តែជីវិតខ្ញុំស្គាល់ភាពសប្បាយរីករាយក្នុងជីវិតបានតិចណាស់រហូតមកដល់ពេលនេះព្រោះតែរឿងសទ្ធាម្នាក់ច្រើនឆ្នាំមកហើយតើខ្ញុំសួរទ្រមរស់មានទុកមានក្តីឈឺចាប់នៅក្នុងទ្រូងតែខ្ញុំទ្រាំណាស់គិតថាពីអស់ពីសទ្ធាទៅមានតែខ្ញុំទេដែលជាទីពឹងសម្រាប់សំដៀងកូនរបស់ខ្ញុំតើទីបំផុតសំដៀងកូនរបស់ខ្ញុំបែរជាខ្លាចទៅជាមនុស្សម្នាក់ដើរទៅតាមផ្លូវបណ្ដាយដែលរងទុកនឹងក្តីឈឺចាប់ជាទីបំផុតបងស្មើពេលស្នាដែលនិយាយក្នុងបានឈឺចាប់ណាស់បងមិនដឹងខ្ញុំមិនអាចទ្រាំបានទៀតទេសំដៀងហេតុអីបានជាកូនមិនអាចរំលងធ្លាប់ឲ្យបណ្ដាយពេលស្នាដែលនិយាយក្នុងបានសទ្ធាអូនចាំបងផងចាំបងផងណាសទ្ធាយើងទៅជុំមួយគ្នាវាសនាអូនត្រូវស្លាប់បាត់បង់ជីវិតហើយគ្រាន់តែបានតាំងតោះកូន
ង្វើគ្រប់យ៉ាងតែបានដឹងបានឮបានឃើញតននឹងភ្នែកតើកូនស្រីរបស់ឯងម្នាក់នេះដើរទៅផ្លូវម្ដាយរបស់វារហូតដល់ឯងត្រូវខួតឈាមស្លាប់បាត់បង់ជីវិតនេះសបញ្ជាក់ឲ្យឃើញថាសេចក្តីស្រឡាញ់ពោពេញនៅក្នុងដួងចិត្តជាមួយនឹងសុភីតែមិនអីទេចំណែកចិត្តបងសោកស្ដាយខ្លាំងណាស់សូមឲ្យវិញ្ញាណក្ខន្ធរបស់ឯងទៅកាន់សុគតិភពជុំបងទាំងពីរនឹងសន្យានឹងស្វែងរកសំនៀងកូនរបស់ឯងឲ្យឃើញហើយឲ្យនាងមករស់នៅទីនេះបងនឹងបីបាច់ថែរក្សានាងជារៀងរហូតសូមវិញ្ញាណឯងមិនបាច់វិលវល់នៅទីនេះទៀតទេខ្លួនក្មេងមុខចាស់សេរីថ្មីមានសេរីទៀតសូមហៅថាលបងបានទេណាចង់មានតានហើយអូនអើយចឹងហើយណែលបងសុំសួរបន្តិចណាមេជាងនៅអត់មេជាងអត់មានទេនេះមានបាជាងហេនិយាយឆ្លើយមិនសួរត្រឹមត្រូវបាជាងមិនគេសួរមេអ្នកដែលមេជាងអ្នកដែលស្ទាត់ជំនាញមិននិយាយចឹងហ្នឹងហើយមេជាងស្ទាត់ជំនាញអត់មានទីមានបាជាងខ្ញុំនេះមេជាងនេះអញនិយាយគេនិយាយមេមិនអញនិយាយបាដាក់ប្រវេបាយអីហ្នឹងលបងឯងមេជាងហ្នឹងហ្នឹងហើយងាប់អាចចង់មុខណែអីដៃធ្វើកចាយកាទៅបងឯងវាយណាងាប់ម៉ែមើលដៃលោកអើយលោកដូចតម្លងដៃខ្លាលោកដៃខ្លាម៉ែវាណែមិនថាម៉ែខ្លាណាមកជេរលោកអាដៃនេះណាប៉ាស្អិតហាត់ស្អុយងាប់ហ៎អីកូរៀបនិយាយពីមូវិញជាប់ឆ្អិតតាតាហ្នឹងហ្មងចាក់លបងហ្នឹងមេហ្នឹងហើយឥឡូវសួរបន្តិចមកក្បាលហ្មងឡូវមកក្បាលអត់ប្រមាណទេមកក្បាល12 3វ៉ាត់ដាច់ថ្មិលណែនិយាយស្អីគេណាមិននិយាយឆ្លើយចឹងសួរអត់សក់មកក្បាលហ្មងមិនក៏2 3ក្បាត់ចឹងអូអត់សក់ហ្នឹងហើយចុះអត់សក់មិនសួរតែអត់សក់បានហ្មងចេះតែគេមកទៅសួរចឹងហើយគេសួរមកក្បាលប្រហែលណាអត់សក់មកហ្នឹងហើយឥឡូវអត់សក់ចាមកក្បាលវា25000ហើយចុះ2ក្បាល2ក្បាលវាឡើង35000ហើយងាប់ហើយណែតំណប់អត់ដែរនេះហើយហ្នឹងខ្ញុំសួរថារឿងហ្នឹងទឹកឆ្នាំអត់មានគ្រាន់តែលាបទេណា
nàng ơi ហើយមានប្រដាប់ទៅហុយដែរមានប្រដាប់ទៅហុយហ៎ miền miền ឆ្នាំហ្នឹងមានឆ្នាំហ៎មានឆ្នាំលៀបហ៎ miền មានសពតម្លៃហ្នឹងសពគ្រប់ហើយហ្នឹងហី tặng តាំងពីកំងមកហី bà បើចង់ល្អចាំកំងហ្នឹងណា bà កូនខ្ញុំនេះអារឿងបាញ់ហយសាំហើយ ừ. ខ្ញុំដាក់អីគេអត់ម៉ែដាក់នេះដល់នំបញ្ចុកឲ្យកូនខ្ញុំទៅណា đâu mà chấp ហ្នឹងហើយមកនំបញ្ចុកហ្នឹង đâu mà ហើយ chấp ហ្នឹងហើយពោះវៀនជ្រូកក៏សាំដែរដាក់ពោះវៀនមន់ឲ្យកូនខ្ញុំហ៎ viên muôn hay đặt đường cái đi giữa nhỉ ហេដាក់គ្រឿងការីម៉េចអត់សក់ហ៎ហើយខ្ញុំចាស់ហ่าស្បៃក្តោបសាំហ่า nàng ដាក់ ơi ខ្ញុំស្បៃកញ្ញាញហ្មងទៅ dân cha hay cái đau con ê thì ngang mình sọt chiên ចាហើយដាក់ពោះវៀនឆ្កែឲ្យខ្ញុំមក viên cay ចា chân đặt cái đây đây ớt nhỉ ហេតែមកសក់អី nè chờ nó đã thế này ចាចឹងរួចរាល់ហើយណា bà ហើយបើចឹងដែរចាប់ដើមមូសក់ខ្ញុំតែម្ដង hãy tự tự làm cái តា đi តានីមកអត់មានលៀបទេខ្ញុំប្រាប់ហើយ hãy liệp liệp bánh prr prr ngon ណាខ្ញុំរើបាញ់ព្រុលព្រុលអញ្ចឹងហ៎ bà là cái này mình liệp cầm កូ ớt នខ្ញុំវាក្មេងដាក់លៀបសក់ខ្មៅឲ្យវាទៅកុំឲ្យខ្មាស់គេមិនបាច់លេងពណ៌ទេវាក្មេងណា ហើយ bà ខ្ញុំចាស់ដាក់បាយតងឲ្យខ្ញុំមក từ cha cái đau ខ្ញុំទៀតមក chứ ớt à